ផ្លូវបាទដែលមានគំនុំជាប់បែបនេះបងបាទគំនុំជាប់បែបហ្នឹងគឺគេហាមបាទគេហាមក្នុងការវាជែងឬក៏បត់ត្រឡប់ក្រោយបាទបត់ត្រឡប់ក្រោយក៏បានដែរសម្រាប់ផ្លូវដែលមានគំនុំជាប់ដូចផ្លូវដែលខ្ញុំបង្ហាញមិញហ្នឹងហើយផ្លូវហ្នឹងក៏គេមិនចេះតែដាក់ដែរបងប្អូនបាទគេដាក់នៅចំណុចផ្លូវកោងនៅចំណុចស្ពានបាទឬក៏នៅទីប្រជុំជនអញ្ចឹងទៅអញ្ចឹងកាលណាតែយើងឃើញគំនុំបែបហ្នឹងយើងជិះជាន់ក៏គេមកជិះជាន់ដែរបើយើងនិយាយតាមច្បាប់បាទជិះជាន់គេមកជិះជាន់ដែរហើយនៅឃើញណាបាទកន្លែងនេះផ្លូវកោងអញ្ចឹងគឺគេដាក់គំនុំមកជាប់អញ្ចឹងកាលណាតែឃើញគំនុំលឿងជាប់អញ្ចឹងបងប្អូនអត់អាចវាយជែងបានទេណាបាទយើងវាបានប៉ុន្តែបើសិនជាមានបញ្ហាគឺយើងនឹងឯងជាអ្នកខុសបាទគិតតាមច្បាប់គឺយើងនឹងឯងជាអ្នកខុសបាទដោយសារឃើញគំនុំអញ្ចឹងវាជាសញ្ញាបញ្ជាក់ថាផ្លូវកោងផ្លូវយើងវាទៅប្រឈមនឹងហានិភ័យអញ្ចឹងបងប្អូនត្រូវរៀនស្គាល់បាទពីគំនុំចរាចរណ៍កាលណាតែឃើញគំនុំដែលមានជាប់បាទគំនុំលឿងជាប់វែងចាទៅអញ្ចឹងគឺគេហាមបាទហាមជិះជាន់ហាមបត់ក្រោយហាមវាជែងបាទហាមវាជែងអញ្ចឹងអរគុណបងប្អូនបាទចែករំលែកខ្លីៗប៉ុណ្ណឹងបាទសម្រាប់គំនុំនៃច្បាប់ចរាចរណ៍